នេះគឺជាសាច់រឿងខ្លីមួយបែបលើកទឹកចិត្តដែលអ្នកគួរតែចំណាយពេលស្ដាប់ប្រហែល3នាទីដើម្បីរំលឹកអ្នកថាអ្នកពិតជាអាចធ្វើបានប្រសិនបើអ្នកតាំងចិត្តចំណងជើងនៃសាច់រឿងនេះជំហានដែលមិនបោះបង់នៅក្នុងភូមិស្រយោវស្រុកស្ទឹងសានខេត្តកំពង់ធំមានក្មេងប្រុសដ៏ស្ងប់ស្ងាត់មួយមានឈ្មោះថាសុភ័ក្រមានក្តីស្រមៃចង់ក្លាយជាអ្នករត់ប្រណាំងម្នាក់ប្រចាំភូមិដែលគាត់រស់នៅប៉ុន្តែគាត់មានបញ្ហាសុខភាពខ្សោយតាំងពីកំណើតដៃជើងស្វិតមិនសូវមានសាច់ដុំដែលធ្វើឲ្យគ្រប់គ្នារួមទាំងគ្រួសារគាត់ផងដែរតែងតែនិយាយថាកុំប្រឹងអីសុភ័ក្រកូនរាងកាយឯងមិនអំណោយផលទេពាក្យសម្ដីទាំងនោះប្រៀបដូចជាជញ្ជាំងដ៏ក្រាស់ប៉ុន្តែនៅក្នុងចិត្តសុភ័ក្រគាត់តែងតែប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើបានប្រសិនបើខ្ញុំពិតជាចង់ធ្វើវាការចាប់ផ្ដើមដ៏លំបាករៀងរាល់ព្រឹកម៉ោង 4 ទៀបភ្លឺនៅពេលដែលអ្នកភូមិកំពុងសម្រាកលង់លក់សុភ័ក្របានចាប់ផ្ដើមវឹកហាត់ថ្ងៃដំបូងគាត់រត់បានត្រឹមតែ500ម៉ែត្រក៏ដង្ហក់ខ្យល់និងដួលទៅលើដីអ្នកជិតខាងដែលឃើញក៏សើចចំអកថាឃើញទេប្រាប់ហើយថាធ្វើមិនកើតទេកុំចំណាយពេលអត់ប្រយោជន៍អីសុភ័ក្រមិនតបតនឹងសម្ដីអ្នកណាទាំងអស់គាត់គ្រាន់តែក្រោកឈរបោះដីចេញពីខោអាយហើយគិតក្នុងចិត្តថាថ្ងៃនេះបាន500ម៉ែត្រស្អែកនឹងបាន600ម៉ែត្រថាមពលនៃការព្យាយាមខែបន្ទាប់មកសុភ័ក្ររត់បាន5គីឡូម៉ែត្រមួយឆ្នាំក្រោយមកគាត់អាចរត់បាន20គីឡូម៉ែត្រដោយមិនឈប់សម្រាករាងកាយដែលធ្លាប់តែទន់ជ្រាយប្រែជាមាំមួនចិត្តដែលធ្លាប់តែរារ៉ៃប្រែជាដាច់ខាតត្រូវតែបន្តទៅមុខថ្ងៃប្រកួតរត់ប្រណាំងថ្នាក់ខេត្តកំពង់ធំបានមកដល់សុភ័ក្រក៏ត្រូវបានសាលាបញ្ជូនឈ្មោះគាត់ទៅចូលរួមជាមួយមិត្តរួមសាលាលើវិញ្ញាសាចម្ងាយ5គីឡូម៉ែត្រក្នុងចំណោមអត្តពលិកចំនួន15នាក់មនុស្សជាច្រើនសម្លឹងមើលគាត់ដោយកែវភ្នែកមិនទុកចិត្តលើសមត្ថភាពសុភ័ក្រទេនៅពេលស្នូជួងបន្លឺឡើងសុភ័ក្រមិនបានរត់ដើម្បីយកឈ្នះអ្នកដទៃឡើយប៉ុន្តែគាត់រត់ដើម្បីយកឈ្នះពាក្យសម្ដីមើលងាយនិងភាពភ័យខ្លាចនៅក្នុងខ្លួនឯងផ្លែផ្កានៃការតាំងចិត្តនៅចម្ងាយ100ម៉ែត្រចុងក្រោយជើងរបស់គាត់ចាប់ផ្ដើមរឹងនិងឈឺចាប់ខ្លាំងប៉ុន្តែពាក្យមួយឃ្លាបានបន្លឺក្នុងខួរក្បាលគាត់បើអ្នកចង់បានវាពិតប្រាកដអ្នកនឹងរកឃើញវិធីបើអ្នកមិនចង់បានវាទេអ្នកនឹងរកឃើញលេសសុភ័ក្របានបោះជំហានយ៉ាងលឿនឆ្ពោះទៅកាន់ខ្សែព្រ័ត្រគាត់មិនបានចំណាត់ថ្នាក់លេខ1ទេប៉ុន្តែគាត់ទទួលបានការតាក់ដៃអបអរសាទរពីមនុស្សគ្រប់គ្នាសូម្បីតែអ្នកដែលធ្លាប់សើចចំអកឲ្យគាត់ក៏ផ្លាស់ប្ដូរមកជាការគោរពវិញដែរមេរៀនពីសាច់រឿងនេះចង់ប្រាប់យើងថាឧបសគ្គធំគេមិនមែនជាសម្ដីអ្នកដទៃទេគឺជាការមិនទុកចិត្តលើសមត្ថភាពខ្លួនឯងគន្លឹះជោគជ័យគឺការចាប់ផ្ដើមពីចំណុចតូចៗនិងភាពខ្ជាប់ខ្ជួនមានវិន័យនិងគោរពពេលវេលាលទ្ធផលនៅពេលដែលអ្នកជឿជាក់ថាអ្នកអាចធ្វើបានពិភពលោកទាំងមូលនឹងបើកផ្លូវឲ្យអ្នកហើយសម្រេចបានលទ្ធផលដ៏ល្អមួយជាទីពេញចិត្តកុំចាំទាល់តែខ្លាំងទើបចាប់ផ្ដើមប៉ុន្តែត្រូវចាប់ផ្ដើមទើបក្លាយជាអ្នកខ្លាំងសូមអរគុណពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃយកចិត្តទុកដាក់ស្ដាប់ដើម្បីជាប្រយោជន៍និងលើកទឹកចិត្តនៅក្នុងការផលិតវីដេអូថ្មីៗល្អៗបន្ថែមទៀត